បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺជួបគ្នាសាជាថ្មីម្ដងទៀតអញ្ចឹងកាលពីវីដេអូមុនខ្ញុំបានបង្ហាញបងប្អូនទៅលើរបៀបបើកនិងរបៀបបិទកម្មវិធី Microsoft Excel 2016អញ្ចឹងសម្រាប់វីដេអូនេះផងដែរគឺខ្ញុំបង្ហាញអំពីផ្ទាំងរបស់កម្មវិធី interface របស់ Microsoft Excel 2016តើផ្ទាំងនៃកម្មវិធី interface នេះមានចំណុចសំខាន់អ្វីខ្លះដែលយកមកបង្ហាញបងប្អូនក្នុងវីដេអូនេះអញ្ចឹងខ្ញុំមិនមកអង្គយូរខ្ញុំសូមចូលទៅបង្ហាញតែម្ដងអញ្ចឹងចំណុចសំខាន់ទី1នៃ interface នេះគឺទី1គឺទៅលើ title bar title bar នេះគឺមានន័យថាជាកន្លែងដែលយើងដាក់ឈ្មោះដើម្បីប្រើប្រាស់នៃកម្មវិធីឬក៏ដើម្បីងាយស្រួលរកនឹងឯកសារអញ្ចឹងកន្លែងដាក់ឈ្មោះគឺកន្លែងក្នុងនេះគេដាក់ថា book Excel អញ្ចឹងនៅពេលដែលបងប្អូនដាក់ឈ្មោះទៅគឺកន្លែងនេះគឺមានការប្រែប្រួលអញ្ចឹងណាហើយចំណុចទី2នោះគឺខ្ញុំសូមបង្ហាញនៅខាងនេះគឺ Quick Access Toolbar អញ្ចឹងកន្លែងនេះគឺពាក់ព័ន្ធជាមួយនឹងformat ពាក់ព័ន្ធជាមួយនឹង save ពាក់ព័ន្ធជាមួយនឹង desktop អីចឹងទៅទី3នោះគឺ menu bar កន្លែងនេះគឺយើងប្រើប្រាស់មានច្រើនមានទៅលើ menu ទៅលើ home ទៅលើ insert ទៅលើ page layout ជាមួយនឹងformula អញ្ចឹង menu bar គឺមានទាំងអស់នេះអញ្ចឹងនៅក្នុង menu នៅក្នុង home នៅក្នុង insert និងក្នុង page layout និងformula នេះវាមានចំណុចមួយក្នុងទៀតក៏ប៉ុន្តែខ្ញុំសូមបង្ហាញតែ interface នៃមុខងារសិនទេហើយបន្តមកទៀតគឺទៅលើmini my button នេះគឺមានន័យថា hit ទៅលើឯកសារឧទាហរណ៍នៅពេលចង់ hit លើឯកសារទាំងអស់នេះយើងចុចមកកន្លែងសញ្ញាដកនេះគឺmini my button នេះគឺ hit ឯកសារទាំងអស់នេះហើយបន្តមកទៀតគឺ close button នេះគឺមានន័យថាយើងបិទទៅលើឯកសារទាំងអស់បាទបន្តមកទៀតគឺកន្លែងនេះគឺ minimize restore down អញ្ចឹងកន្លែងនេះយើងអាចhit ទៅលើផ្ទាំងទាំងអស់នេះធ្វើនេះខ្ញុំធ្វើមករបស់ខ្ញុំនេះយើង hit កន្លែងហ្នឹងយើងចូលមកកន្លែងនេះយើង hit កុំឲ្យឃើញកន្លែងនេះបានឃើញផ្ទាំងអស់នេះណាយើងចូលទៅមាន3ជម្រើសយើងអាចឲ្យឃើញតែឯកសារ Excel នេះខាងលើអត់ឃើញឬក៏ឲ្យឃើញតែខាងលើនេះហើយអត់ធ្លាក់មកអញ្ចឹងនៅពេលយើងចុចទៅហ្នឹងបានធ្លាក់មកហើយមួយទៀតគឺអត់ឃើញហើយអត់ធ្លាក់មកទៀតបាទនេះគឺគេហៅថា restore down កន្លែងហ្នឹងណាហើយបន្តមកទៀតខ្ញុំចូលមកកន្លែងនេះគឺក្នុង agreement នេះគឺមានឈ្មោះថា group អញ្ចឹងនៅក្នុងមុខងារ group នេះវាមានសស្មើស្ដាំស្មើឆ្វេងស្មើទាំងសងខាងហើយនឹងមិនស្មើរុញទៅខាងឆ្វេងរុញមកខាងស្ដាំជាមួយនឹងmerge នេះហើយនឹងអក្សរ trade ឆ្វេង trade ស្ដាំប្រឈិតនេះនឹងតម្លាក់ទៅលើស្មើកណ្ដាលហើយនឹងចុះក្រោមហើយនឹងមុខងារផ្សេងៗទៀតអញ្ចឹងមានឈ្មោះថាគ្រប់ហើយនឹងកន្លែង P លេខ7នេះគឺមានលេខ7នេះមានឈ្មោះថា name box មានន័យថានៅពេលដែលយើងដាក់ម៉ៅនៅកន្លែងណាឧទាហរណ៍ខ្ញុំដាក់ម៉ៅនៅកន្លែងនេះគឺកន្លែងនេះមានឈ្មោះថាP 7អញ្ចឹងណាបើសិនជាខ្ញុំដាក់ម៉ៅនៅកន្លែងនេះអញ្ចឹងវាឈ្មោះថា G 7ហ្នឹងទៅអញ្ចឹងវាបង្ហាញនៅ name box ហ្នឹងទៅបាទហើយបន្តមកទៀតគឺពីលេខ2ដល់លេខ15នេះបន្តឈរ A B C D E នេះមានឈ្មោះថា row អញ្ចឹងគេហៅថា row ហើយពីលេខ1លេខ2លេខ3លេខ4នេះផ្ដេកចេះអាហ្នឹងមានឈ្មោះថា column អញ្ចឹងមានន័យថាcolumn នេះគឺជាបន្ទាត់ D ហើយនឹង row គឺជាបន្ទាត់ឈរអូខេហើយបន្តមកទៀតទៅលើvertical scroll bar នេះគឺកន្លែងនេះគឺមានន័យថាយើងអាច scroll ទៅលើទៅក្រោមបានតាមចិត្តឬក៏យើងអាចចុចមកកន្លែងចុចខាងលើនេះដើម្បីរំកិលឡើងទៅលើហើយយើងចុចខាងក្រោមនេះដើម្បីរំកិលចុះមកក្រោមបន្តមកទៀតទៅលើ cell address នេះគឺមានន័យថា cell នៃគឺជាកន្លាបន្ទាត់នៅកន្លែងនេះគឺហៅថា cell address គេយើងហៅថា cell ហ្នឹងគឺ
cả lào này tọt này ai chẳng á hay worksheet tab នេះមានន័យថាកន្លែងនេះគឺជាកន្លែង sheet សម្រាប់យើងដាក់ឈ្មោះទៅលើផ្ទាំងឯកសារនីមួយៗយើងទៅឧទាហរណ៍ថានៅកន្លែងនេះនៅកន្លែងនេះមានឈ្មោះថាធូបាយដាក់ឈ្មោះថាមេរៀនទី1ប៉ុន្តែនៅក្នុងមេរៀនទី1ហ្នឹងវាមាន sheet 3 4 10ហ្នឹងទៅឧទាហរណ៍អានេះគេមេរៀនកមេរៀនខមេរៀនគោអញ្ចឹងទៅអញ្ចឹងកន្លែងនេះគឺយើងសម្រាប់ដាក់ឈ្មោះដែរទៅលើឈ្មោះផ្ទាំង sheet របស់យើងនេះមួយ sheet ហ្នឹងគឺមានឈ្មោះថា work sheet tab អូខេដើម្បីបង្កើត sheet បន្តិចចូលសញ្ញាបូកហើយដល់ពេលចុចច្រើនដល់នេះគឺវា hit នៅពេលដែលយើងចុចទៅវាមានសញ្ញាព្រួយមួយខាងឆ្វេងនិងខាងស្ដាំនេះគឺយើងអាចចុចបានអូខេហើយកន្លែងទាំង3នេះមានឈ្មោះថា workbook view អញ្ចឹងយើងអាចចូលមកកន្លែងនេះក៏បានកន្លែងនេះក៏បាននេះក៏បានដើម្បី view ទៅលើផ្ទាំងការងាររបស់យើងបន្តមកទៀតយើងចូលកន្លែងhorizontal scroll bar នេះគឺមានន័យថាយើងអាច scroll ទៅឆ្វេងទៅស្ដាំបានខាងនេះគឺយើងអាច scroll ទៅលើចុះក្រោមហើយនឹងកន្លែងនេះយើងអាច scroll ទៅឆ្វេងទៅស្ដាំបានហើយបន្តមកទៀតកន្លែងពីសញ្ញាដកមកដល់កន្លែងសញ្ញាបូកនេះមានឈ្មោះថា zoom យើងអាចពង្រីកហើយនឹងពង្រួមទៅលើអត្ថបទនេះឲ្យធំតូចបានអញ្ចឹងនៅក្នុង interface របស់យើងមានតែប៉ុណ្ណឹងហើយនឹងចំណុចមួយទៀតខ្ញុំនឹងបង្ហាញបន្តទៀតតើ file យើងធ្វើអីmenu យើងធ្វើអី home ធ្វើអីហើយនឹងមុខងារផ្សេងទៀតតើយើងធ្វើអ្វីមានមុខងារធ្វើអ្វីមានសំខាន់អ្វីខ្លះអញ្ចឹងខ្ញុំសូមចូលទៅបន្តទៀតដូចនេះខ្ញុំសូមចូលទៅចំណុចមួយទៀតគឺកន្លែងពាក្យថា file នេះ interface file នេះតើមានមុខងារធ្វើអ្វីសម្រាប់ធ្វើអ្វីអញ្ចឹងយើងចូលមកមើលកន្លែង 1.7 នេះរបៀបរក្សាឯកសារទុកនិងបើកឯកសារមកប្រើក្នុងកម្មវិធី Microsoft Excel 2015 6អញ្ចឹងចំណុចកគឺរបៀបរក្សាទុកដោយ Microsoft Word 2011ដែរអញ្ចឹងរបៀប save នៃឯកសារយើងអាច save ទៅដូចនឹងកម្មវិធី Word បានវាអត់ខុសគ្នាទេគឺកម្មវិធីពីរនេះគឺស្តៀងគ្នាដែលអាចបើសិនជាបងប្អូនបានសិក្សាទៅលើកម្មវិធីMicrosoft Word ចប់បងប្អូនយល់ខ្លះហើយទៅលើការ save ការបើកការបិទនៃកម្មវិធី Microsoft Excel ឬក៏ Microsoft Word ទាំងពីរហ្នឹងអញ្ចឹងដើម្បី save ទៅលើឯកសារឬក៏ទៅលើផ្ទាំងការងារបានបងប្អូនចូលមកទី1នេះគឺចូលមក file នេះគឺកន្លែងនេះ file បន្តមកទៀតបានឃើញចេញផ្ទាំងប៉ុណ្នេះបងប្អូនចុចពាក្យថាបងប្អូនយកលេខ save បងប្អូនយកពាក្យ save បន្តមកទៀតបងប្អូនយកពាក្យថា browse អញ្ចឹងអានេះគឺដើម្បីរក្សាទុកអូខេខ្ញុំតែចំណុចកមានតែប៉ុណ្ណឹងដើម្បីរក្សាទុកហើយដើម្បីបងប្អូនយកមកប្រើប្រាស់វិញគឺចំណុចអក្សរខនេះរបៀបបើឯកសារប្រើប្រាស់វិញបងប្អូនចូលទៅ file ដូចគ្នាបន្តបងប្អូនយកពាក្យថា open បន្តមកទៀតបងប្អូនរើសទៅលើចំណុចដែលបងប្អូនទុកមានន័យថាកន្លែងដែលបងប្អូនទុកឯកសារណាអញ្ចឹងបងប្អូនចូលទៅកន្លែង computer បងប្អូនយកពាក្យថា browse ពេលនោះគឺចេញតំណែងនេះគឺរបៀបបើកហើយនេះគឺជារបៀបរក្សាទុកនៃកម្មវិធីនិងរបៀបយកឯកសារមកប្រើប្រាស់វិញអូខេអញ្ចឹងចំណុចបន្តទៀតយើងចូលអញ្ចឹងខ្ញុំសូមបន្តទៀតយើងចូលមកមើលចំណុច 1.8 របៀបរក្សាទុកឯកសារoverride នេះអញ្ចឹងដើម្បីរក្សាទុកឯកសារបានបងប្អូនចូលទី1នេះគឺបងប្អូនចូលមកពាក្យថា file ណាបងប្អូនចូលពាក្យថា file បន្តទី2បងប្អូនយកពាក្យថា save as បន្តមកទៀតទី3បងប្អូនយកថា browse ហើយដល់ទី4បងប្អូនរើស 3D ឬក៏ desktop ចឹងទៅអញ្ចឹងខ្ញុំសូមថាខ្ញុំរើស 3D ខ្ញុំរើស 3D ហើយមានន័យថាកន្លែងខាងនេះគឺទីតាំងដាក់ឈ្មោះនៃឯកសារអញ្ចឹងខ្ញុំរើស 3D បន្តមកទៀតខ្ញុំកន្លែង file name នេះខ្ញុំសរសេរឈ្មោះថាឧទាហរណ៍ថាក្នុងនេះគេដាក់ថាឯកសារអញ្ចឹងឯកសារហើយ save as time នេះយើងមិនចាំដាក់ទេដាក់ថានៅក្នុងនោះនៅពេលដែលយើងរើសឯកសារនេះគឺវាទៅអូតូអញ្ចឹងណាបន្តមកទៀតបងប្អូនជួយពាក្យថា save ពេលនោះគឺយើងបានឈ្មោះឯកសារមួយអូខេកន្លែងនេះមានន័យថាបើសិនជាឯកសារយើងមាន2បើសិនជាយើងសរសេរឈ្មោះតាដូចគ្នាវាអត់ save ឲ្យទេតោះយើងដូរឈ្មោះកន្លែងនេះទៅយើងអាចចុចពាក្យ yes ទៅគឺមានថាជាប់អញ្ចឹងណាអញ្ចឹងនេះគឺ interface ទី1ដែលយើងបង្ហាញទៅលើពាក្យថា file អ
ចឹងសម្រាប់វីដេអូថ្ងៃនេះផងដែរគឺខ្ញុំបង្ហាញបងប្អូនតែប៉ុណ្ណឹងសិនចឹងសម្រាប់វីដេអូក្រោយៗទៀតខ្ញុំនឹងបង្ហាញពីរបៀបចូលនីមួយៗលម្អិតអញ្ចឹងជាចុងក្រោយអរគុណដល់បងប្អូនដែលបានទស្សនាតាំងពីដើមរហូតដល់ចប់បើសិនជាបងប្អូនមានចម្ងល់ឬក៏មានសំណួរចង់សាកសួរបងប្អូនអាច comment នៅខាងក្រោមនេះបានបើសិនជាបងប្អូនពេញចិត្តនៃវីដេអូរបស់យើងខ្ញុំសូមបងប្អូនជួយចុច like ចុច share ជាមួយនឹងចុច subscribe ដើម្បីទទួលបានវីដេអូថ្មីៗជាបន្តទៀតជាចុងក្រោយសូមអរគុណហើយក៏សូមជម្រាបលា